ជាជំងឺដ៏កាចសាហាវមួយដែលបានសម្លាប់ប្រជាជនកម្ពុជារាប់ម៉ឺននាក់ព្រមទាំងបន្សល់ទុកនៅស្ត្រីមេម៉ាយនិងកុមារកំព្រាឲ្យរស់នៅរងទុក្ខវេទនាប្រឈមមុខនឹងបញ្ហាជាច្រើនដូចជាបញ្ហាសុខភាពការរើសអើងពីក្រុមគ្រួសារសហគមន៍ការបាត់បង់ការងារមុខរបរផ្ទះសម្បែងនិងស្រែចម្ការការប្រឈមមុខទាំងអស់នេះបានធ្វើឲ្យពួកគេជួបប្រទះនឹងវិបត្តិសេដ្ឋកិច្ចគ្រួសារយ៉ាងធ្ងន់ធ្ងរនិងរស់នៅក្នុងភាពអស់សង្ឃឹមឆ្លាប់ដោយសារជំងឺអេដហើយវាឆ្លាប់កូនត្រីឆ្លាប់មុនកូនប្រុសឆ្លាប់ក្រោយចំនួន7ឆ្នាំហើយខ្ញុំក៏នៅសល់ចៅ3ក្រីក្រយ៉ាងណាក៏ដោយខ្ញុំក៏ប្រឹងរកស៊ីឈ្នួលជួលពាត់គេយកមកចំចៅទិញម្ហូបទិញចំណីឲ្យចៅហូបអខ្វះអង្គទិញអង្គខ្វះម្ហូបទិញម្ហូបជំរុញឲ្យចៅទៅរៀនបានចេះដឹងគេខ្ញុំមិនដែលបានទទួលឯកសារអប់រំផ្សព្វផ្សាយអ្វីទេប៉ុន្តែខ្ញុំធ្លាប់បានឃើញអ្នកទុកមេរោគអេដឆ្កូមសល់តែឆ្អឹងបន្ទាប់ក្រោយមកក៏ស្លាប់ខ្ញុំខ្មាស់ពីណាស់ពេលដែលដឹងថាខ្លួនខ្ញុំមានទុកមេរោគអេដខ្ញុំគិតថាខ្ញុំឆាប់ខាងមុខនេះខ្ញុំចិត្តគិតថាចង់តែសម្លាប់ខ្លួនខ្ញុំមិនអាចថែទាំខ្លួនឯងបានទេព្រោះខ្ញុំអត់ចេះអក្សរខ្ញុំអត់ចេះអានអក្សរខ្ញុំគិតថាសហគមន៍គេមិនស្ដាប់ខ្ញុំទេព្រោះគេគិតថាខ្ញុំជាមនុស្សមិនល្អហើយខ្ញុំក៏មិនដឹងត្រូវនិយាយប្រាប់គេយ៉ាងដូចម្ដេចដែរខ្ញុំគិតថាខ្ញុំអាចធ្វើបានបើសិនជាខ្ញុំបានទទួលការអប់រំបណ្ដុះបណ្ដាលពីអង្គការផ្សេងៗរងថ្ងៃកូនខ្ញុំវាអត់ដឹងអីទេវានៅតូចណាមួយវាចង់រៀនទៅមុខទៀតហើយខ្ញុំដើរ3ស្លឹកបាសដើរ3ស្លឹក7យកមកចាំកូនខ្ញុំហើយកូនចង់បានកង់ទៅរៀនខ្ញុំអត់មានលុយទិញឲ្យវាកូននេះនៅវ៉កូនសពបែបយ៉ាងទាំងអស់ប៉ុន្តែគាត់អ្នកស្រុកអ្នកភូមិគេមិនយល់យកដល់យើងគេស្អប់ក្ពើមខ្ញុំពីមុនបណ្ដាកុមារយើងដែលទទួលផលប៉ះពាល់លើមេរោគអេដឬជំងឺអេដហ្នឹងតែងជួបផលលំបាកច្រើនជាពិសេសដូចជាគ្នាគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការចូលសិក្សានៅតាមសាលាយ៉ាងទៀតក្មេងដទៃដែលនៅក្នុងសាលាហ្នឹងគេពំព្រមឲ្យវាលេងជាមួយទេដោយគេប្រកាន់ចេះចុះអីចឹងទៅមួយទៀតសហគមន៍ក៏មិនបានគ្រប់គ្រងអ្នកដែលបានទុកឬបានកើតជំងឺអេដហ្នឹងទេគាត់នៅមានការរើសអើងសប្តាហ៍ថ្ងៃខ្ញុំត្រូវការសម្ភារៈអប់រំពិតដែលបង្ហាញភាពពិតពីអ្នករស់នៅជាមួយមេរោគអេដសប្តាហ៍ថ្ងៃហ្នឹងតើគេធ្វើយ៉ាងណាដែលគេមានសុខភាពមាំមួនដូចអ្នកមិនទុកនៅក្នុងបច្ចុប្បន្ននេះយ៉ាងឆ្លើយតបទៅនឹងតម្រូវការខាងលើក្រុមការងារផលិតសម្ភារៈអប់រំផ្សព្វផ្សាយរបស់អ្នកផ្ទុកមេរោគអេដនិងជំងឺអេដក្រោមជំនួយបច្ចេកទេសនិងថវិកាពីអង្គការផេកកម្ពុជាសម្ភារៈអប់រំផ្សព្វផ្សាយមួយចំនួនត្រូវបានផលិតនិងចែកចាយទូទាំងប្រទេសដូចជាកូនសៀវភៅណែនាំស្ដីពីអត្ថប្រយោជន៍នៃការថែទាំសុខភាពដោយខ្លួនឯងការប្រើប្រាស់ថ្នាំពន្យាជីវិតឬថ្នាំប្រឆាំងនឹងមេរោគអេដការថែទាំសុខភាពដែលទាក់ទិនទៅនឹងជំងឺឱកាសនិយមសម្រង់មាត្រាសំខាន់នៃច្បាប់ស្ដីពីការបង្ការនិងការប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដនិងជំងឺអេដការរៀបចំផែនការអនាគតកុមារភាពជោគជ័យនៅក្នុងជីវិតរបស់អ្នកផ្ទុកមេរោគអេដក្នុងការចូលរួមសកម្មភាពសង្គមការចូលរួមរបស់សហគមន៍និងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដនិងជួយគាំទ្រអ្នកផ្ទុកមេរោគអេដនិងជំងឺអេដទាំងរូបភាពចំនួន2ស្ដីអំពីការលើកកម្ពស់ឲ្យមានការគាំទ្រនិងលើកទឹកចិត្តដល់អ្នកផ្ទុកមេរោគអេដនិងជំងឺអេដពីសហគមន៍និងសង្គមខ្ញុំមានសុខភាពប្រសើរជាងមុនព្រោះខ្ញុំអនុវត្តតាមកូនសភៅនេះដូចជាហាត់ប្រាណដុសសម្អាតខ្លួនប្រាណឲ្យបានល្អហើយបរិភោគចំណីអាហារណាដែលមានជីវជាតិធ្វើការធម្មតាហើយលេបថ្នាំតាមគ្រូពេទ្យណែនាំ
ខ្ញុំលក់ដូរនឹងធ្វើការជាធម្មតាហើយកន្លែងខ្ញុំអនាម័យស្អាតជានិច្ចកាលពីមុនខ្ញុំគិតថាអ្នកទុកមេរោគអេដគឺជាមនុស្សមិនល្អទើបមិនហ៊ានរវីរវល់ហើយមិនហ៊ានដើរក្បែរទៀតតែតាមរយៈសភៅនេះខ្ញុំគិតថាយើងជួយគ្រប់គ្រងអ្នកទុកមេរោគអេដនិងជួយលើកទឹកចិត្តគាត់កុំឲ្យគាត់ភ័យខ្លាចហើយនឹងជួយចូលរួមការពារប្រយុទ្ធប្រឆាំងនឹងជំងឺអេដការបង្កើនសមត្ថភាពអ្នកទុកមេរោគអេដគឺជាការចាំបាច់ណាស់ព្រោះថាវាមិនគ្រាន់តែផ្ដល់ដល់ពួកគេនៅចំណេះដឹងនិងជំនាញប៉ុណ្ណោះទេប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺការពង្រឹងនៅភាពជឿជាក់ដល់ពួកគេដើម្បីឲ្យគេអាចប្រើប្រាស់នៅចំណេះដឹងនិងជំនាញទាំងនោះនៅក្នុងការអនុវត្តការងាររបស់ពួកគេបានជោគជ័យចាស់ហើយបានទទួលចំណេះដឹងពីអង្គការផ្សេងគឺខ្ញុំយកទៅផ្សព្វផ្សាយនៅក្នុងសហគមន៍របស់ខ្ញុំនិងផ្សព្វផ្សាយដល់អ្នកជំងឺអេដទាំងអស់ឲ្យគាត់បានយល់ពីបញ្ហាអេដឲ្យបានច្បាស់ចំពោះវគ្គបណ្ដុះបណ្ដាលដែលទទួលបានពីកម្មវិធីរបស់អង្គការផ្សេងដែលបានយកខ្ញុំមកបណ្ដុះបណ្ដាលនោះមានសារៈសំខាន់ខ្លាំងណាស់ចំពោះរូបខ្ញុំបាទព្រោះទី1វាអាចធ្វើខ្ញុំនឹងបានយល់ដឹងអំពីបញ្ហានឹងជំងឺអេដនិងយល់ដឹងអំពីការផ្សព្វផ្សាយយល់ដឹងអំពីការទំនាក់ទំនងគ្រប់ទីកន្លែងគ្រប់ស្ថាប័នទាំងអស់វេទិកាសហគមន៍32លើកត្រូវបានរៀបចំឡើងដោយអ្នកទុកមេរោគអេដនៅក្នុងខេត្តក្រុងចំនួន8ដើម្បីបង្កើនឲ្យមានការចូលរួមពីសហគមន៍ក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគអេដនិងការកាត់បន្ថយការរើសអើងចំពោះអ្នករងគ្រោះដោយសារមេរោគអេដវេទិកាសហគមន៍នីមួយៗមានអ្នកចូលរួមជាង200នាក់ដែលរួមមានអ្នកភូមិអាជ្ញាធរដែនដីព្រះសង្ឃសិស្សានុសិស្សមន្ត្រីកម្មវិធីអេដស្រុកនិងខេត្តអង្គការជាតិនិងអន្តរជាតិនានាហើយហ្នឹងយើងត្រូវជួយចេះថែរក្សាគ្នាជួយចេះមើលគ្នាបើកាលណាគ្នាឈឺអីកើតអីហ្នឹងកុំរើសអើងចំពោះដែលអ្នកកើតអេដហ្នឹងឲ្យសោះបាទបន្ទាប់ពីធ្វើវេទិកាសហគមន៍ទៅឃើញថាក្នុងសហគមន៍របស់យើងខ្ញុំរួមទាំងភូមិនានាដែលខ្ញុំធ្លាប់បានចូលរួមពិធីសហគមន៍ឃើញថាមានការប្រែប្រួលអេរិយាបថច្រើនពីមុនគេមានភាពការរើសអើងចំពោះអ្នកទុកនឹងមេរោគអេដច្រើនតែក្រោយពីធ្វើវេទិកាហើយគឺថាមានការផ្លាស់ប្ដូរអេរិយាបថហ្នឹងមកពីការគ្រប់គ្រងលើកទឹកចិត្តដល់អ្នកជំងឺអេដនិងអ្នកទុកមេរោគអេដឡើងវិញកាលអត់ទាន់បើកវេទិកាខ្ញុំមានបញ្ហាលំបាកច្រើនលោកគ្រូកូនសំដីតាក្នុងភូមិបងប្អូនខ្ញុំហ្នឹងក៏គេរើសអើងខ្ញុំគេមិនសូវរាប់អានខ្ញុំប្រហែលតាំងពីខ្ញុំថាមានផ្ទុកមេរោគហ្នឹងមកហើយសុំតែកូនខ្ញុំទៅលេងផ្ទះគេមិនអោយទៅលេងគេដេញកូនគេចាញ់ទៅគេឲ្យកូនខ្ញុំលេងផ្សេងខ្ញុំការកូនគេមិនដេញវាយកូនខ្ញុំគេដៀលកូនខ្ញុំសិតតែកើតអីការលក់ដូរកាលហ្នឹងលក់អត់សូវដាច់ទេកាលអត់ទាន់បើកវេទិកាគេថាក្នុងបញ្ចុកហ្នឹងក៏មិនស៊ីផុសវាព្រោះអីវាកើតអីស៊ីយ៉ាត់ឆ្លងប៉ុន្តែឥឡូវដល់ពេលបើកវេទិកាហ្នឹងហើយគេនឹងជួយទិញជួយលេងថាលេងអីខ្ញុំទៅគេយល់ចាគេយល់គេដឹងគេលេងថាលេងនិយាយ